បាទសូមអនុញ្ញាតគ្រប់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពរាប់អានបងប្អូនទាំងអស់គ្នាអញ្ចឹងក្នុងវីដេអូនេះគឺតើតើជាមួយដំណឹងដែលឆេះស្ពាននៅឯសៀមបងប្អូនទាំងគ្នាបាទគឺស្ពានដូចជាស្ពានរៀមមាទី9បងប្អូនទាំងគ្នាឥឡូវឆេះខ្ទេចខ្ទីទៀតបងប្អូនទាំងគ្នាឥឡូវសូមបងប្អូនទៅទស្សនាតើតើជាមួយការបកស្រាយលម្អិតជាមួយនឹង admin ទាំងអស់គ្នាបងប្អូនណាក្តៅហុយទៀតហើយថៃយប់ថ្ងៃ15នេះបើមិនមែនជាបណ្ដាសាទេទៅចម្លែកគ្រាន់តែរឿងស្ពាន3ករណីធំហើយជឿឬមិនជឿទៅចម្លែកបណ្ដាសាបារមីពិតហ្មងប្រាសាទព្រះវិហារលេងហើយស្ដែងណាស់ស័ក្តិសិទ្ធិណាស់អាណាហ៊ានតែប្រមាថនឹងដឹងប្រឹងហើយឮមានអាពួកខ្មែរថ្មិលមួយចំនួនណាវានិយាយថាបើស័ក្តិសិទ្ធិណាស់ហេតុអីបានគេឲ្យគេតម្លាក់គ្រាប់បែកខ្ទេចអស់ពួកអាខមមិនភ្លើថ្មិលអត់សាសនាឯងនឹងជួបរឿងតន់ហន់ស្ដែងហ្មងពួកឯងប្រហើនណាស់ឯងប្រមាថបារមីប្រមាថផ្លូវក្នុងគ្រប់សពបែបយ៉ាងតើអត់មានរឿងឃើញតន់ហន់អញ្ចឹងឯងគិតថាអូបារមីស័ក្តិសិទ្ធិណាស់ប្រទេសថៃយប់ម៉ោង7ថ្ងៃទី15នេះទូកខ្សែសែភ្លើងបណ្ដាលឲ្យភ្លើងឆាបឆេះទៅយោទឹកនឹងយ៉ាងសន្ធោសន្ធៅនៅក្រោមស្ពានរៀមមាទី9នៅក្រុងបាងកកកណ្ដាលក្រុងតែម្ដងនេះជាបណ្ដាសាពិតនៅលើប្រាសាទព្រះវិហារនេះដែលដាច់ខ្លួនជាពីរចាប់ផ្ដើមលុកលុយដូចខ្ញុំនិយាយចឹងវាមិនដែលមានរឿងចៃដន្យ3ករណីសិតតែស្ពានធំទាំងអស់ឯងបងប្អូនដែលតាមវីដេអូខ្ញុំឃើញហើយស្ដាប់ឮហើយតាំងពីដើមខែមកមិនដែលខ្ញុំនិយាយបណ្ដាសាអាថ័នប្រាសាទព្រះវិហារចាប់ផ្ដើមធ្វើការម្ដងតិចហើយទឹកដីភ្លើងចោលរួមបញ្ចូលគ្នាធៀបទាំង4ធ្វើការម្ដងម្នាក់ពួកអ្នកឯងត្រៀមខ្លួនទទួលយកទៅមិនសាច់មិនយំប្រទេសអ្នកឯងទេតែប្រទេសអ្នកឯងជនជាតិអ្នកឯងនេះគឺអាក្រក់ដេរឆានលើសពីការគិតទៅទៀតនេះហើយអ្នកឯងទទួលផលហើយអ្វីដែលអ្នកឯងប្រមាថមកលើទឹកដីដ៏ស័ក្តិសិទ្ធិបាទហើយបងប្អូនទាំងគ្នាឥឡូវនេះគឺឆេះស្ពានមួយទៀតបងប្អូនទាំងគ្នាតើតើជាមួយនឹងបាទគ្រោះថ្នាក់បាទនៅប្រទេសអាចោសៀមបងប្អូនទាំងគ្នាឥឡូវយើងទៅស្ដាប់នៃការបកស្រាយរបស់បងប្រុសសង្ឃណាគុណខ្មែរម្ដងទៀតហើយចាំមកយើងនឹងចូលរួមទៅតាមក្រោយបងប្អូនណាហើយវាមិនដេកទេអីឆ្ងល់ពួកវាអត់ដេកទេពួកអានេះអាលេហិនហោចហើយពួកឯងពួកអាខ្លោចផ្សារនៅពួកអាស៊ីមឥឡូវនឹងវាទៅទៀតហើយពុកម៉ែបងប្អូនណាអាបាក់ដងស្ទួចណា2ដងឥឡូវនេះឆៃស្ពានស្ដាច់ថៃភូមិបលអដុលយ៉ាដេតទៀតឆៃមុននេះយប់ថ្ងៃទី15ខែមករា2025ឆៃម៉ោង8:50នាទីមុនហ្នឹងអូឆៃមុនហ្នឹងហើយឥឡូវម៉ោង7:09ហើយម៉ោង9ហ្នឹងហើយវាអត់ដេកឥឡូវផ្អើលពេញសប្តាហ៍ហើយវីដេអូខ្ញុំមានណាតិចថាអត់មានអានឹងហើយគេហៅថាផលកម្មនៅពួកអានរស់អាវវិជ័យពួកអាថ្មិលអត់សាសនាបន្ទាន់ពុកម៉ែបងប្អូនមានអាគារភ័យឆាបឆេះសសស្ពាននិងបំពង់បង្ហូរទឹកមួយនៅលើស្ពានភូមិបាទវិបុលបាទភូមិបុលអាប់ឌុលយ៉ាដេតខាងពូបាទចៅសមិទ្ធផលមន្ត្រីកំពុងតែរត់ខ្វែងដៃគ្នាដើម្បីពន្លត់អាគារភ័យនៅស្ពានបាទមួយនេះបាទស្ពានភូមិវិបុលអាប់ឌុលយ៉ាដេតស្ពានស្ដេចថៃនោះស្ដេចថៃថ្ងៃហ្នឹងនៅរៀមមាទី9បាទនៅភូមិវិបុលនេះហើយដែលចាញ់ក្តីបាទណាព្រះមហាក្សត្រជីវិតតម្កល់លើត្បូងបាទព្រះបរមរតនកោដ្ឋណាចាញ់ក្តីខ្មែរ2ដងពុកម៉ែបងណាភូមិវិបុលនេះឥឡូវឆៃស្ពានវាអត់ដឹងមានមូលហេតុអីវាតែឆៃស្ពានឥឡូវវាឆៃឲ្យពុកម៉ែបងប្អូនឆៃកាត់យប់គេបានដេកទេមើលទៅបាទស្ពានធ្វើរំលងទលេយើងគិតមើលឆៃស្ពានហើយវីដេអូយើងមានទាំងអស់មិនមែន AI ទេណាកុំច្រឡំណាបាទរូបភាពពិតបាទនៅបងប្អូនអរគ្នាអញ្ចឹងតើតើជាមួយនឹងករណីគ្រោះថ្នាក់នៅឯប្រទេសសៀមដែលមានការបាក់ដងសន្ទូចរហូតដល់2ដងផងមានការបាទបន្ទុះតើតើជាមួយនឹងកតាសាំងបាទ PTT ផងមានឥឡូវនេះរហូតដល់មានការផ្ទុះខ្សែភ្លើងឯណាឆេះស្ពានឯណាបងប្អូនទាំងគ្នាហ្នឹងហើយវាអានេះបើសិនជាយើងមើលទៅវាស្ដែងពេកបងប្អូនទាំងគ្នាហើយយើងក៏មិនអាចថាវាចៃដន្យឬក៏យ៉ាងម៉េចបងប្អូនទាំងគ្នាយើងគិតមើលពីសាច់រឿងនេះទៅវាដូចថាបើសិនជាយើងនិយាយថាតើតើជាមួយនឹងរឿងផ្លូវក្នុងវាស្ដែងនឹងភ្នែកពេកបងប្អូនទាំងគ្នាវាតែថតវីដេអូឌឺដងមកឲ្យយើងតើតើជាមួយនឹងការវាបំផ្លាញទៅលើដងសន្ទូចតើតើនឹងកម្ពុជារបស់យើងទុកក្រាន់នឹងសន្ទូចសម្រាប់ដើម្បីជួសជុលនៅប្រាសាទព្រះវិហារបងប្អូនទាំងគ្នាវាទៅបាញ់បំផ្លាញវាទៅដុតកំទេចវាទៅបំទុះកំទេចបាទឥឡូវលទ្ធផលដែលវាបានមកវិញបងប្អូនឃើញអានេះវាដូចស្ដែងពេកបងប្អូនទាំងគ្នាបាទដូចដងសន្ទូចនៅស្ពានវានៅវីដេអូคลิปមុននោះបងប្អូនអរគ្នាបាទគឺវាថតបានជនជាតិសៀមគ្នាវាថតឲ្យវាប្រហោះនោះបាទគឺបាក់ស្រុតទៅស្ដែងទៅតែម្ដងបងប្អូនអរគ្នាហើយអ្វីដែលសំខាន់វាព្យាយាមស៊ើបអង្កេតបាទពួកអាសៀមវាព្យាយាមស៊ើបអង្កេតថាតើតើជាមួយនឹងករណីគ្រោះថ្នាក់ហ្នឹងតើអាចមាននឹងជនជាតិណាឬក៏មានគេហៅថាគិញឬមាននឹងខាងណាភិរៈក៏វាកម្មអីស្អីបងប្អូនអរគ្នាទៅមានការបន្ទុះអីហ្នឹងវាទៅស៊ើបបងប្អូនអរគ្នាហ្នឹងហើយស៊ើបមិនស៊ើបទេពុទ្ធសាសអីអ្នកឯងត្រូវចាំអ្នកឯងកំពុងតែបាទរងកំពុងតែជាប់នឹងបណ្ដាសាដូនតាខ្មែរដែលអ្នកឯងបានបំពេញមកលើបាទប្រាំងប្រាសាទបាទប្រាំងសាលាបាទដូនតាខ្មែរអ្នកឯងគិតទៅហើយឥឡូវនេះបាទក៏អ្នកឯងធ្វើភ្លាមបាទលទ្ធផលគឺអ្នកឯងទទួលបានវិញគឺលឿនលះវិញទៅតែម្ដងបងប្អូនអ្នកនេះហើយមិនដឹងថាថ្ងៃនេះហើយនឹងថ្ងៃស្អែក
នឹងជួបអ្វីទៀតតទៅជាមួយប្រទេសសៀមបងប្អូនអ្នកគ្នាឥឡូវយើងទៅតាមដានជាមួយការបកស្រាយរបស់បងប្រុសស្ដង់ដាគុណខ្មែរជាមួយនឹង admin បន្តទៅទៀតបងប្អូនណាខេស្ដែងគឺនៅយប់បាទថ្ងៃទី15ខែមករាឆ្នាំ2026អានេះឲ្យផលកម្មវាដុតបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរវាបានបំផ្លាញប្រសានវាបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជាវាបានបំផ្លាញសាលារៀនមន្ទីរពេទ្យពិសេសគឺវត្តកែវសិក្ខាគិរីស្មារតីឥឡូវជាលទ្ធផលគឺវាឆេះឲ្យសួរថាណាគេតែដុតអត់មានណាគេដុតទេវាផ្ទុះសេខ្សែភ្លើងវាឆេះបាទឆេះនៅស្ពានប្រជាពលរដ្ឋរត់បាត់ជើងសព្រាតហ្នឹងហើយគេថាផលកម្មដែរពួកអានរក់ថៃពួកអាថ្មិលអត់សាសនាពួកឯនេះមានដឹងបុណ្យដឹងបាបសូម្បីតែវត្តអារាមក៏វាបាញ់កំតិចដែរអាហ្នឹងយើងនិយាយការពិតបាទហើយបើយើងមើលទៅប្រាសាទព្រះវិហារវិញក៏រងការខូចខាតប្រាសាទតាកបីតំបន់តូចតំបន់ធំសុទ្ធតែរងការខូចខាតពិសេសគឺហែលទឹកភ្នែកប្រជាពលរដ្ឋខ្មែរឲ្យឯងបែបហ្នឹងឯងស្គាល់ឥឡូវនេះឆេះទៅយប់ពុកបានបងណាបាទគឺស្ពានភូមិវិបុលអនុញ្ញាតដេតបាទស្ពាននេះគឺដាក់ឈ្មោះស្ដេចថៃរាមាទី9ត្រូវជាឪស្ដេចមហាវាយរាលង្កនបច្ចុប្បន្នជាចុងក្រោយបាទសូមជម្រាបលាបាទហើយបងប្អូនអ្នកគ្នាបើយើងនិយាយទៅតទៅនឹងការធ្វើសង្គ្រាមឈ្លានពានបាទមកលើទឹកដីប្រទេសកម្ពុជារបស់យើងដែលសៀមដែលវាបានឈ្លានពានដែលវាបានលួចដែលវាបានប្លន់បងប្អូនយើងពិតជាឈឺចាប់មែនទែនបងប្អូនអ្នកគ្នានេះដោយសារតែសម័យយើងបច្ចុប្បន្នតទៅជាមួយនឹងបច្ចេកវិទ្យា social media ផ្សព្វផ្សាយព័ត៌មានបាននឹងដំណឹងដែលចែកម្លែកដំណឹងគឺវាបានលឿនអញ្ចឹងបងប្អូនអ្នកគ្នាអញ្ចឹងយើងអាចដឹងសេចក្ដីបានច្រើនអញ្ចឹងដូចជាបច្ចុប្បន្ននេះបងប្អូនណាគឺតទៅជាមួយអន្តរជាតិគឺលោកបានដឹងលឺច្រើនទោះបីជាលោកមិនទាន់បានជួយអ្វីយើងជាលក្ខណៈធំដុំច្រើនក៏ពិតមែនប៉ុន្តែអន្តរជាតិក៏លោកជួយភ្ជាប់ដែលគាត់គឺលោកជួយព្យាយាមណាព្យាយាមជួយនឹងហើយបងប្អូនអ្នកគ្នាហើយអ្វីដែលសំខាន់គឺបាទពីមុននៅពេលដែលមានបញ្ហាគឺអន្តរជាតិគឺមិនដឹងថាខ្មែរយើងជាជនរងគ្រោះទេគឺអន្តរជាតិគឺភាគច្រើនគឺដឹងថាខ្មែរយើងនឹងគឺជាអ្នកឈានពានទៅលើសៀមប៉ុន្តែបាទបច្ចុប្បន្ននេះគឺអន្តរជាតិគឺលោកបានដឹងបានច្រើនណាប្រទេសផ្សេងនេះគឺលោកបានដឹងច្រើនមែនទែនបងប្អូនអ្នកគ្នាគឺរហូតទៅដល់ឥឡូវសហរដ្ឋអាមេរិកក៏បានចាប់ទុកបាទក៏អាចក៏បានយកឈ្មោះប្រទេសសៀមគឺចុះនៅក្នុងបាទបញ្ជីខ្មៅដែរបងប្អូនអ្នកគ្នាហ្នឹងហើយហើយតើតើជាមួយនឹងប្រទេសផ្សេងគឺបាទមានជាច្រើនដែលធ្លាប់តែមានការភ័ន្តច្រឡំថាមិនក៏កម្ពុជាយើងឈ្លានពានប្រទេសថៃប្រទេសសៀមអញ្ចឹងពីមុនប៉ុន្តែឥឡូវអត់ទេឥឡូវភាគច្រើនគឺគេបានដឹងហើយដូច្នេះហើយសូមឲ្យបងប្អូនយើងគឺសូមមេត្តាព្យាយាមផលិតវីដេអូឲ្យបានច្រើនតើតើជាមួយនឹងការបាទតើតើជាមួយនឹងការដែលសៀមដែលវាធ្វើសង្គ្រាមឈានពានលើទឹកដីប្រទេសកម្ពុជារបស់យើងនឹងសូមព្យាយាមផលិតវីដេអូឲ្យបានច្រើនហើយតើតើជាមួយនឹងវីដេអូសូមយកតែវីដេអូណាដែលជាវីដេអូពិតទៅបងប្អូនណាកុំយកវីដេអូ AI ពលិសាអីអន្តរជាតិគឺគាត់មើលដឹងវីដេអូណា AI វីដេអូណាគឺវីដេអូដែលជាក់ស្ដែងគឺលោកមើលដឹងបាទហើយតើតើជាមួយប្រទេសសៀមនេះគឺអន្តរជាតិគឺគេបានកត់សម្គាល់ហើយអាសៀមនេះវាប៉ុនសម្ដែងហើយភាគច្រើនវាយកវីដេអូ AI ទៅបំផន់ផ្លេអន្តរជាតិគេកត់សម្គាល់ដូចហើយក៏គេបានបញ្ជាក់ដែរខ្មែរយើងគឺព័ត៌មានគឺពិតបងប្អូនទាំងគ្នាពលិសាយើងជាជនរងគ្រោះឥឡូវនេះគឺគាត់ស្គាល់បានច្រើនបងប្អូនហ្នឹងហើយអញ្ចឹងតើតើជាមួយក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងដែលចង់ចែកម្លែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាទូជាដំណឹងឲ្យយើងសង្ឃឹមថាយើងជួបគ្នានៅវីដេអូថ្មីក្រោយទៀតបាទគុំច្រើនបាទ